កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំជ្រើសរើសយកព័ត៌មានចំនួន3មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺពាក់ព័ន្ធជាមួយនឹងខាងកម្ពុជាហើយនិងថៃបាទទី1នេះគឺក្រុម AOT គាត់បានអញ្ជើញទៅមើលស្ថានភាពនៅតាមព្រំដែនណាគឺឥឡូវនេះបានទៅដល់ហើយនៅតំបន់ខាងបឹងតគួនណានៅកន្លែងដែលប្រជាពលរដ្ឋកម្ពុជានៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបានវិញនៅឡើយទេដោយសារតែថៃនៅបន្តកាន់កាប់ដោយខុសច្បាប់នៅលើទឹកដីរបស់កម្ពុជាបាទនេះជាព័ត៌មានទី1រីឯព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ដែលសារព័ត៌មាននេះបានរាយការណ៍ឲ្យដឹងថាលោកអនុทิនបានថ្លែងប្រាប់ទៅដល់មហាជនរបស់ថៃដែលកំពុងរស់នៅក្នុងប្រទេសបារាំងថាលោកបានទទូចសូមឲ្យខាងភាគីអង្គការ UNESCO ថាប្រសិនបើចុះទៅពិនិត្យមើលប្រាសាទព្រំដែនទៅមើលប្រាសាទដែលរងការខូចខាតនៅក្នុងចំនួនរវាងប្រទេសទាំងពីរគឺសូមឲ្យទៅពិនិត្យមើលនៅក្នុងប្រទេសថៃផងដែរបាទនេះជាការលើកឡើងរបស់លោកអនុทิនជម្រាបទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងប្រទេសបារាំងហើយព័ត៌មានចុងក្រោយនេះក៏ជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ដែរសារព័ត៌មាននេះបានរាយការណ៍ថាអាជ្ញាធរប៉ូលីសបានចាប់បានប៉ូលីសអាជ្ញាធរប៉ូលីសថៃចាប់បានប៉ូលីសថៃចំនួន6រូបដែលមានជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរមនុស្សឆ្លងកាត់ព្រំដែនរវាងកម្ពុជាហើយនិងថៃក៏ដូចជាចាប់ជំរិតជនជាតិចិនផងដែរបាទនេះគឺជាព័ត៌មានដែលខាងសារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍បាទសម្រាប់ព័ត៌មានពិស្ដាទី1នេះគឺជាការដកស្រង់ចេញពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរបស់កម្ពុជានោះបាទបើតាមការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរបស់កម្ពុជាបានឲ្យដឹងថាកាលពីព្រឹកថ្ងៃអង្គារនេះគឺវេលាម៉ោង 9:30 នាទីព្រឹកនោះគឺមានខាងកម្ពុជាបានរៀបចំឲ្យក្រុមសង្កេតការអាស៊ានគឺ AOT ហ្នឹងបាទដែលដឹកនាំដោយហ្វីលីពីននេះចុះសង្កេតមើលនឹងផ្ទៀងផ្ទាត់នឹងរាយការណ៍អំពីស្ថានភាពនៅតំបន់ព្រំដែននៅតំបន់បឹងត្រកួនបាទដែលស្ថិតនៅក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យបាទគឺនៅទីនោះគឺជាទីតាំងដែលរងការវាយប្រហារពីទាហានថៃហើយនៅមានការរាយលុះបន្លានិងដាក់កុងតឺន័រកាន់កាប់ទឹកដីរបស់កម្ពុជាដោយខុសច្បាប់ដោយយោធាថៃហើយដូច្នេះហើយបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារនៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេនៅឡើយទេបាទហើយធ្វើយ៉ាងណាគឺមានការផ្ទៀងផ្ទាត់ពិនិត្យលើការគោរពនិងការអនុវត្តទាំងអស់នៅក្នុងសេចក្តីប្រកាសរួមក្រោយពីបទច្បាញ់បាទហើយសេចក្តីប្រកាសព័ត៌មានរបស់ខាងក្រសួងការពារជាតិរបស់កម្ពុជាក៏បានឲ្យដឹងដែរថាគឺការចុះសង្កេតការរបស់ក្រុមអ្នកសង្កេតការអាស៊ានហ្នឹងគឺបញ្ជាក់ថាគឺជាទីតាំងជាដែនអធិបតេយ្យភាពរបស់កម្ពុជាដែលថៃកាន់កាប់ដោយខុសច្បាប់នោះគឺជាការគូបញ្ជាក់អំពីភាពចាំបាច់នៅក្នុងការចាប់ផ្ដើមវាស់វែងខណ្ឌសីមាដោយគណៈកម្មការខណ្ឌចម្រុះខណ្ឌសីមាព្រំដែនគោកឬហៅថា JBC រវាងកម្ពុជាថៃនឹងឲ្យបានឆាប់ទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់បាទដូចនៅក្នុងចែងនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ណាកម្ពុជានៅតែទទូចឲ្យមានការវាស់វែងតាមព្រំដែននេះដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់កម្ពុជានឹងអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាពនិងដោយគ្មានការរារាំងនឹងទាំងកិត្តិយសផងដែរនេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរបស់កម្ពុជាបាទនៅបន្ថែមទៀតនោះគឺក្រសួងនៅបញ្ជាក់ទៀតអំពីការបដិញ្ញាចិត្តរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីហើយនឹងតាមច្បាប់អន្តរជាតិបាទហើយគ្រប់តាមកិច្ចព្រមព្រៀងនានាដែលកម្ពុជានិងថៃបានចុះក្នុងពេលកន្លងមកនេះបាទនេះគឺជាព័ត៌មានទី1ណាបាទហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍បាទនៅក្នុងសេចក្តីរាយការណ៍នេះគឺបាងកកប៉ុស្តិ៍គាត់បានដកស្រង់ពីជំនួបរវាងលោកអនុทิនឆាន់វីរគុលនាយករដ្ឋមន្ត្រីនៃប្រទេសថៃជាមួយនឹងសហគមន៍របស់ថៃនៅក្នុងប្រទេសបារាំងគឺនៅក្នុងអំឡុងពេលជួបពិភាក្សាជាមួយនឹងសមាជិកសហគមន៍របស់ថៃនៅប្រទេសបារាំងហ្នឹងគឺលោកអនុทิនបានជម្រាបទៅដល់អ្នកគ្រប់គ្រងរបស់លោកនៅទីនោះថាគឺប្រទេសថៃណាបានជួបជាមួយនឹងអង្គការ UNESCO ហ្នឹងគឺនៅក្នុងអំឡុងពេលជួបប្រជុំហ្នឹងគឺថៃបានទទូចថាការចុះពិនិត្យមើលដោយក្រុមការងាររបស់អង្គការ UNESCO នៅក្នុងពេលអនាគតនៅតំបន់ដែលមានចំនួនរវាងកម្ពុជានិងថៃជាពិសេសគឺនៅទីតាំងប្រាសាទនានាហ្នឹងគឺថៃសុំឲ្យទៅមើលការខូចខាតទាំងនៅក្នុងភាគីខាងកម្ពុជាហើយនឹងទៅភាគីថៃផងដែរសុំទៅមើលឲ្យបានស្មើគ្នាបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់លោកអនុทิនដែលបានជម្រាបទៅដល់សហគមន៍របស់ខ្លួនហ្នឹងក្នុងពេលកាលពីចុងសប្តាហ៍មុនណាបាទប៉ុន្តែសារព័ត៌មានទៅតែរីកាខ្ញុំក៏ដកសមមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហើយសារព័ត៌មាននេះបានបន្ថែមទៀតថាលោកអនុทิនបាននិយាយថាគឺប្រទេសថៃបានជម្រាបទៅដល់ខាងអង្គការ UNESCO
អំពីជំហររបស់ប្រទេសថៃក្នុងអំឡុងពេលដែលខាងភាគីថៃនឹងបានជួបអង្គការ UNESCO កាលពីថ្ងៃសុក្រសប្តាហ៍មុននេះដោយបន្ថែមថាការចោះត្រួតពិនិត្យណាក៏ដោយដែលនៅជាប់តំបន់ព្រំដែននោះគឺត្រូវតែរួមបញ្ចូលទាំងទឹកដីថៃផងដែរដើម្បីធានាថាការរកឃើញនឹងគឺវាពេញលេញទាំងស្រុងតែម្ដងមានលក្ខណៈតុល្យភាពនិងសុក្រិតបាទនេះបើតាមការលើកឡើងរបស់លោកអនុทิនហើយគឺសារព័ត៌មាននេះឲ្យដឹងថាពេលដែលជួបជាមួយនឹងសហគមន៍នោះគឺសហគមន៍គេនៅក្រៅប្រទេសនោះគេសម្ដែងការព្រួយបារម្ភហើយទៅដល់នាយករដ្ឋមន្ត្រីរបស់គេនៅពេលនោះថាគឺអ្វីដែលកើតឡើងក្នុងពេលកន្លងមកហ្នឹងគឺខាងភាគីថៃខាងភាគីថៃហ្នឹងគឺក៏រងការខូចខាតផងដែរដូច្នេះតើពេលដែលអង្គការ UNESCO ចុះពិនិត្យនឹងតើថៃធ្វើយ៉ាងណាដើម្បីធានាឲ្យមានតម្លាភាពក៏ដូចជាសុក្រឹតភាពនៅក្នុងបញ្ហាចំនួននេះកុំឲ្យខាងថៃនឹងខាតបង់ផលប្រយោជន៍ណាបាទអញ្ចឹងលោកអនុทิនគាត់បាននិយាយថាគាត់បានលើកអំពីបញ្ហាហ្នឹងដោយផ្ទាល់តែម្ដងជាមួយនឹងអគ្គនាយកនៃអង្គការ UNESCO គឺលោក Khalid Ahmed Al Enani Ali S បាទគឺបានលើកឡើងអំពីបញ្ហាហ្នឹងហើយដើម្បីធានាទៅដល់ការព្រួយបារម្ភទៅដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋថៃនៅទីនោះដើម្បីឲ្យពួកគេបានដឹងហើយលោកបានបន្ថែមថាជាពិសេសគឺពាក់ព័ន្ធជាមួយនឹងលទ្ធភាពដែលថាប្រទេសកម្ពុជាអាចនឹងស្នើឲ្យបាទទីភ្នាក់ងារនេះទៅវិយតម្លៃអំពីការខូចខាតទៅដល់ទីតាំងបាទដែលជាបេតិកភណ្ឌពិភពលោកទីតាំងបេតិកភណ្ឌពិភពលោកនោះគឺច្បាស់ជាសំដៅទៅលើប្រាសាទព្រះវិហារដែលក្នុងពេលកន្លងមកគឺមានសេចក្តីរាយការណ៍ថាមានការរងការខូចខាតទៅដោយការវាយប្រហារការផ្លោងពីខាងភាគីថៃចូលនេះបាទនៅក្នុងសម្ដីដើមនោះគឺលោកអនុทิនបានបញ្ជាក់ថាប្រសិនបើគេអញ្ជើញអង្គការ UNESCO ទៅត្រួតពិនិត្យនៅកន្លែងនោះគឺក៏ត្រូវតែទៅត្រួតពិនិត្យនៅខាងភាគីថៃក្នុងព្រំដែនទឹកដីថៃផងដែរដើម្បីទទួលបានព័ត៌មានច្បាស់លាស់និងពេញលេញលោកអនុทิនក៏បាននិយាយផងដែរថាបើគឺលោកបានស្នើសុំឲ្យពលរដ្ឋថៃដែលនៅខាងក្រៅប្រទេសហ្នឹងគឺតាមដាននៅការវិវត្តស្ថានភាពនៅក្នុងប្រទេសរបស់ខ្លួនផងដែរគឺបានន័យថាកុំនៅបារាំងភ្លេចរឿងនៅថៃគាត់ទទូចអញ្ចឹងណាដើម្បីធានាថាគឺរដ្ឋាភិបាលថៃហ្នឹងគឺការពារនៅផលប្រយោជន៍ជាតិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់តែម្ដងបាទហើយលោកបានបញ្ជាក់បន្ថែមថាគឺចំណុចត្រួតពិនិត្យតាមព្រំដែនរវាងកម្ពុជានិងថៃហ្នឹងគឺនៅតែបិទជារៀងរហូតគឺប្រទេសថៃនឹងមិនអនុញ្ញាតឲ្យជនណាម្នាក់រំលោភនៅដែនអធិបតេយ្យភាពរបស់ខ្លួនឬក៏គំរាមកំហែងទៅដល់សន្តិសុខនិងកេងចំណេញអំពីប្រទេសរបស់ថៃបាននោះឡើយបាទនេះគឺជាអ្វីដែលលោកអនុធានបានលើកឡើងណាបាទអញ្ចឹងខ្ញុំសូមជូនសង្ខេបខ្លីប៉ុណ្ណេះពីសារព័ត៌មានបាងកកប៉ុស្តិ៍ហើយសារព័ត៌មានបាងកកប៉ុស្តិ៍រាយការណ៍ផងដែរថាអាជ្ញាធរប៉ូលីសបានចាប់បានប៉ូលីសថៃចំនួន6រូបដែលមានជាប់ពាក់ព័ន្ធជាមួយនឹងបណ្ដាញជួញដូរមនុស្សតាមឆ្លងកាត់ព្រំដែនបាទសារព័ត៌មាននេះបានបញ្ជាក់ឲ្យដឹងថាគឺក្រុមអ្នកសង្កេតការអ្នកស៊ើបអង្កេតគឺបានរកឃើញនៅភស្តុតាងដែលមានការភ្ជាប់ជាមួយនឹងមន្ត្រីរបស់ថៃមន្ត្រីប៉ូលីសថៃចំនួន6រូបបាទហើយបានចាប់ខ្លួនដោយសារពាក់ព័ន្ធជាមួយនឹងការចាប់ជំរិតនិងការគំរាមទារប្រាក់ពីជនជាតិចិនចំនួន5រូបហើយនឹងក៏ពាក់ព័ន្ធជាមួយនឹងការដែលធ្វើប្រតិបត្តិការជួញដូរឆ្លងកាត់ព្រំដែនផងដែរគឺនៅតាមបណ្ដោយព្រំដែនកម្ពុជាហើយនិងថៃបាទនេះបើយោងតាមលោកឧត្តមសេនីយ៍ថៃត្រៃរងទីផាន់ដែលជាអ្នកនាំពាក្យប៉ូលីសរបស់ថៃសារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ដឹងបន្ថែមទៀតថាអាជ្ញាធរបានបង្ហាញឲ្យឃើញថាជនសង្ស័យនោះរួមមានជនជាតិថៃមានជនជាតិចិនហើយនិងជនជាតិកម្ពុជាផងដែរដោយមានមន្ត្រីជាន់ខ្ពស់របស់កម្ពុជាខ្លះក៏គេជឿជាក់ថាមានប្រើប្រាស់ឥទ្ធិពលនៅតាមបណ្ដោយព្រំដែនផងដែរបាទនេះជាការចោទប្រកាន់ពីខាងភាគីថៃណាដូច្នេះខាងភាគីកម្ពុជាតើមានភាគីណាដែលជាមន្ត្រីដែលប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដែលដើម្បីការពារនៅអាជីវកម្មនេះបាទខាងបាងកកប៉ុស្តិ៍បានបន្ថែមទៀតថាការស៊ើបអង្កេតរបស់ប៉ូលីសក្នុងខេត្តស្រះកែវរបស់ថៃហ្នឹងគឺបានរកឃើញថាមានទំនាក់ទំនងយ៉ាងច្បាស់លាស់តែម្ដងរវាងសកម្មភាពឆ្លងកាត់ព្រំដែនដោយខុសច្បាប់ហើយនឹងគឺបណ្ដាញឆបោកតាមអនឡាញនៅក្នុងដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាបាទហើយខាងកម្ពុជាហើយនិងចិនគឺត្រូវបានក្រុមអ្នកស៊ើបអង្កេតចោទប្រកាន់ថាមានដើរតួជាអ្នកអន្តរការីបាទក្នុងគណៈពេលដែរជនជាតិថៃបាទជាអ្នកទទួលអ្វីដែលជួញដូរនោះចូលទៅក្នុងប្រទេសថៃបាទអញ្ចឹងគឺបានន័យថាមានកិច្ចសហប្រតិបត្តិការគ្នា
ហើយប៉ូលីសថៃឥឡូវនេះកំពុងតែពិចារណាក្នុងការចោទប្រកាន់អ្នកទាំងនោះពីបទរៀបចំអង្គការឧក្រិដ្ឋកម្មឆ្លងដែនបាទក្រមច្បាប់ហ្នឹងហើយប៉ូលីសថៃទាំង6នាក់ហ្នឹងក៏ឥឡូវនេះគឺបានរងការចោទប្រកាន់ពីបទហ្នឹងហើយគឺមានប៉ូលីសថៃចំនួន4នាក់ហើយនិងជនស៊ីវិលម្នាក់ត្រូវបានចាប់ខ្លួនពីដំបូងឡើយចាប់បានតែប៉ុណ្្នឹងទេនៅពេលដែលសួរចម្លើយទៅហ្នឹងគឺក៏មានការឆ្លើយហ្នឹងពាក់ព័ន្ធជាមួយនឹងប៉ូលីសថៃចំនួន2រូបបន្ថែមទៀតបាទដូច្នេះក្រុមអ្នកស៊ើបអង្កេតគឺជឿជាក់ថាក្រុមនោះគឺមានទាំងមន្ត្រីទាំងអស់នេះហើយដែលមានជាប់ពាក់ព័ន្ធនៅក្នុងការចាប់ជំរិតក៏ដូចជាការដោះលែងជនជាតិចិនទៅវិញដើម្បីជំរិតយកប្រាក់ក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញផងដែរថាគឺមានការស៊ើបអង្កេតការចូលទៅឆែកឆេរហើយគេប្រមូលបានផុសតាងខាង digital ជាច្រើនក្នុងនោះរួមមានទាំងទូរស័ព្ទដៃបាទហើយដែលគេដកស្រង់យកទិន្នន័យពីទូរស័ព្ទនោះក៏ឃើញហើយមានរូបភាពពីកាមេរ៉ាវីដេអូកាមេរ៉ាសន្តិសុខក៏មកឃើញហើយនឹងទាំងកណនីនៅធនាគារហើយនឹងលុយ crypto បាទមានការចរាចរលុយ crypto ហ្នឹងផ្លាស់ប្ដូរលុយផងដែរបាទដូច្នេះគេប្រឹងធ្វើកិច្ចការហ្នឹងដើម្បីរកឲ្យឃើញថាតើមានជនសង្ស័យណាបន្ថែមទៀតដែលអាចនឹងយកមកចោទប្រកាន់នោះបាទហើយមន្ត្រីប៉ូលីសក៏បាននិយាយផងដែរថាផុសតាងដែលដកស្រង់ចេញពីទូរស័ព្ទដៃហើយនឹងកាមេរ៉ាសុវត្ថិភាពនោះគឺមានលក្ខណៈគ្រប់គ្រាន់ទៅហើយបាទដើម្បីយកមកចាប់ប្រកាន់ក្នុងគណៈពេលដែលគេតាមដានការផ្ទេរលុយតាមធនាគារហ្នឹងក៏នៅតែបន្តទៀតដើម្បីរកឲ្យឃើញអ្នកពាក់ព័ន្ធបន្ថែមបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុណ្ណាហើយសារព័ត៌មានផ្សេងទៀតដូចជា Nation ខាង Council ដែរហ្នឹងខ្ញុំបានព្យាយាមទៅរកមើលដែរប៉ុន្តែអត់មានឃើញតែខាងបាងកកប៉ុណ្ណឹងគាត់រាយការណ៍បានល្អដែរពីបណ្ដាញដែលធ្វើសកម្មភាពឧក្រិដ្ឋហ្នឹងនៅក្នុងប្រទេសថៃគឺធ្វើដោយប៉ូលីសថៃនឹងខ្លួនឯងតែម្ដងពាក់ព័ន្ធជាមួយនឹងកិច្ចការតាមព្រំដែននេះបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានបច្ចុប្បន្នភាពអន្តរជាតិរបស់ខ្ញុំនេះហើយដែលខ្ញុំចូលមកយឺនបន្តិចណាថ្ងៃនេះដូច្នេះសូមអរគុណប្រិយមិត្តដែលចូលមកហើយអធិស្ឋានផងអ្នកនៅរងចាំណាបាទនៅយប់ហើយមកនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងសូមអរគុណសូមជម្រាបលា